មានរឿងមួយដែលខ្ញុំចង់លើកមកនិយាយនឹងសួរដែរបងប្អូនយើងតែងសង្កេតឃើញបងប្អូនយើងដែលគាត់មានកូនណាពេលដែលកូនគាត់ល្មមចូលរៀនគាត់យកទៅដាក់សាលាហើយគាត់ព្យាយាមតាមដានការសិក្សាកូនខ្លាំងមែនតើកូនឆ្លងពីមត្តេយ្យចូលបឋមហ្នឹងគឺនៅបន្តការតាមសួរនាំតាមវិភាសាជាមួយគ្រូជាមួយសាលាជាមួយអីចឹងទៅដើម្បីឲ្យការសិក្សារបស់កូនគាត់កាន់តែប្រសើរឡើងក៏ប៉ុន្តែមួយចំនួនសង្កេតឃើញថានៅពេលដែលកូនចូលដល់អនុវិទ្យាល័យឬវិទ្យាល័យគាត់ហាក់ដូចជាបានផ្ដល់សិទ្ធិសេរីភាពឲ្យកូនច្រើនជ្រុលហើយការផ្ដល់សិទ្ធិសេរីភាពនោះធ្វើឲ្យគាត់លែងសួរនាំគាត់មិនសូវបានទៅពិភាក្សាជាមួយគ្រូបរិញ្ញាទៅពិភាក្សាជាមួយសាលាឬក៏ទៅប្រឹក្សាយោបល់អីបន្ថែមទេទទួលស្គាល់ថាឪពុកម្ដាយមួយចំនួនគាត់ពិតជារវល់ណាស់បាទប៉ុន្តែក៏ធ្លាប់ទទួលបានពាក្យពេចន៍ជាច្រើនដែរពីអាណាព្យាបាលគាត់ថាមួយជីវិតនៃការប្រឹងប្រែងសប្តាហ៍ថ្ងៃនេះគឺដើម្បីកូននឹងហើយយើងក៏ឃើញទៀតនៅក្នុងការសម្ដែងរឿងអប់រំផ្សេងឪពុកម្ដាយមួយចំនួនដោយសារតែរវល់រកស៊ីខ្លាំងរកលុយរកទ្រព្យសម្បត្តិបានច្រើនហូរហៀប៉ុន្តែអត់សូវមានពេលវេលានៅជាមួយកូនក៏ចុងក្រោយមានវិបដិសារីជាមួយកូននឹងតែម្ដងបាទមិនទាំងអស់ទេប៉ុន្តែមួយចំនួនដែលយើងបានឃើញជាតថភាពនៅក្នុងសង្គមជាក់ស្ដែងណាបងប្អូនអញ្ចឹងតើយើងយល់ថាការតាមដានការសិក្សារបស់កូនគួរតែធ្វើត្រឹមតែថ្នាក់មត្តេយ្យបឋមឬក៏ធ្វើពេញមួយជីវិតរបស់គាត់ពេញមួយជីវិតគឺសំដៅដល់ជីវិតនៃការរៀនសូត្ររបស់គាត់ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាក៏នៅតែមានបងប្អូនមួយចំនួនលោកតាមខ្វាយខ្វល់នៅការសិក្សារបស់កូនគាត់តាំងពីចូលរៀនមត្តេយ្យរហូតដល់ចប់ថ្នាក់អស់ក៏មានដែរបាទអញ្ចឹងពីរហ្នឹងគឺហុចផលខុសគ្នាកាលណាតែខ្វាយខ្វល់រហូតផលដែលហុចឲ្យក៏ល្អប្រសើរដែរប៉ុន្តែបើខ្វាយខ្វល់មានជាដំណាក់កាលនោះផលដែលកូនគាត់ទទួលបានក៏មានជាដំណាក់កាលដែរព្រោះសរុបឲ្យខ្លីទៅការសិក្សារបស់កូនជោគជ័យអាស្រ័យលើកត្តាទី1កត្តាខ្លួនគាត់ទី2កត្តាឪពុកម្ដាយទី3សាលារៀននេះហើយបាទ3នេះគឺជាមុំហើយបើនិយាយពីកត្តាផ្ទាល់ខ្លួនរបស់ក្មេងគឺពាក់ព័ន្ធនឹងសុខភាពអីជាដើមអញ្ចឹងក៏តម្រូវឲ្យឪពុកម្ដាយព្យាយាមណែនាំកូនឲ្យញ៉ាំអាហារដែលអាចទ្រទ្រង់សុខភាពបានល្អប្រសើរបាទសូមអរគុណបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេមកជជែកលេង